នេតិលើកទឹកចិត្តនិងកំសាន្តចិត្តនៅថ្ងៃនេះសូមនាំមកនៅព្រះបន្ទូលព្រះដែលបានចែងនៅក្នុងព្រះគម្ពីរប៊ីបស្ដីអំពីសេចក្តីសន្យារបស់ព្រះគឺខគម្ពីរសម្រាប់ការសម្រាកការឆ្លុះបញ្ចាំងនិងការធានាឡើងវិញអធិដ្ឋានដោយមានការធានានេះបានចែងនៅក្នុងគម្ពីរទំនុកដំកើង91សេចក្តីអធិដ្ឋានគឺផ្លាស់ប្ដូរអ្វីៗទាំងអស់នៅក្នុងគម្ពីរទំនុកដំកើងចំពុក91ខ1បានចែងថាអ្នកណាដែលនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុតនោះនឹងបានច្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ប្រជាស្ដារគន្លឹះនៃជីវិតដែលហួសពីការយល់ដឹងដើម្បីរស់នៅក្រោមម្លប់តាមការការពារនៅក្នុងប្រជាស្ដារនៃព្រះដ៏ខ្ពស់បំផុតនាំនៅការកក់ក្ដៅដែលអាចសម្រាប់បានគ្រប់ទាំងព្យុះនៃជីវិតដែលជួបប្រទះគឺភាពកក់ក្ដៅដែលទ្រង់ជាព្រះដ៏ជាព្រះទ្រង់តតឃើញទ្រង់ស្ដាប់ឮទ្រង់អាចជួយបានចំពោះអស់អ្នកដែលជឿទុកចិត្តចោះចូលទាំងស្រុងក្នុងការដឹកនាំក្នុងការគ្រប់គ្រងក្នុងការថែរក្សាក្នុងការការពារដែលផ្ដល់នៅភាពកក់ក្ដៅបំផុតនាំនៅការសម្រាកដោយពោរពេញទៅដោយសន្តិភាពនិងសេរីភាពសេចក្តីសន្យារបស់ព្រះដ៏ខ្ពស់បំផុតដែលទ្រង់មានគ្រប់ទាំងប្រជាស្ដារនោះមានតម្លៃបំផុតចំពោះអស់អ្នកដែលជ្រើសរើសទទួលយកដោយជំនឿតើអ្នកចង់រួចពីអបអរអ្នកឬអីមានចេស្តានៃជីវិតនៃព្រះយេស៊ូវគឺប្រាថ្នាឈានការអាត្រង់មានចិត្តថ្មីមានចេស្តានៃជីវិតព្រះយេស៊ូវមានចេស្តាសេចក្តីសន្យារបស់ព្រះអំពីការអត់ទោសនេះបានចែងនៅក្នុងគម្ពីរទំនុកដំកើងចំពុក103ខ12ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាទ្រង់បានដកយកអស់ទាំងការល្មើសនៃយើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរគម្ពីរអេសាយចំពុក43ខ25គឺអញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញដោយយល់ដល់ខ្លួនអញហើយអញមិននឹកចាំពីអំពើបាបរបស់ឯងទៀតឡើយគម្ពីរយ៉ូហានខ្សែទី1ចំពុក1ខ9បើយើងលន់តួបាបវិញនោះទ្រង់មានប្រហាតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផងសេចក្តីស្រឡាញ់នៃព្រះ
នោះខ្លាំងជាជាងណាដែរនោះអាចនឹងខ្លែងក៏គុំជាជាងអោកាយភ្លឺចាំងហើយជាជ្រៅជាងអស់រឿងដែលតែងព្រះមកបិតាចាន់ព្រះបន្ត្រាមករកអស់មនុស្សបាត់បង់ទ្រង់ប្រលួគេឲ្យរួចទោទេទាំងអន់ទោបាបឲ្យផងអោព្រះហឫទ័យស្រឡាញ់ខ្លាំងណាស់ប្រសងមិនបានសងឡាយក៏ស្ទឹងសេនៅអកាលអត់ខ្លាំងជាបុកទេវតាជ្រៀងហើយសេចក្តីសន្យារបស់ព្រះអំពីសេចក្តីស្រឡាញ់នៅក្នុងគម្ពីរយេរេមៀជំពូក31ខ3ព្រះយេហូវ៉ាទ្រង់បានលេចមកឲ្យខ្ញុំឃើញកាលពីដើមដោយបន្ទូលថាអញបានស្រឡាញ់ឯងដោយសេចក្តីស្រឡាញ់ដ៏ស្ថិតថេរនៅអស់កលហេតុនេះបានជាអញទាញនាំឯងមកដោយសេចក្តីសប្បុរសគម្ពីរយ៉ូហានខ្សែទី1ជំពូក4ខ16យើងរាល់គ្នាបានស្គាល់ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ដែលព្រះទ្រង់មានដល់យើងព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់នោះក៏បាននៅជាប់ក្នុងព្រះហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរគម្ពីររ៉ូមជំពូក8ខ38ដល់39ត្បិតខ្ញុំជឿជាក់ថាទោះស្លាប់ឬរស់ពួកទេវតាឬអំណាចអ្វីការអ្វីនៅជាន់នេះឬទៅមុខឬអត្តរិទ្ធអ្វីទីមានកម្ពស់ទីជម្រៅឬរបស់អ្វីដែលកើតមកឯទៀតក្តីនោះពុំអាចនឹងពង្រត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយចូលមកដោយអធិសាហើយស្វែងរកព្រះអង្គខ្ញុំចូលនៅប្រឡងបានដែរហើយខ្ញុំនឹងទូលអងវសេចក្តីសន្យារបស់ព្រះអំពីការអធិដ្ឋាននេះបានចែងនៅក្នុងគម្ពីរហេព្រើរជំពូក7ខ25ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសពគ្រប់បានដល់មនុស្សទាំងអស់ដែលចូលទៅឯព្រះដោយសារទ្រង់ត្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ចដើម្បីនឹងជួយអង្វរជំនួសគេគម្ពីរយ៉ូហានខ្សែទី1ជំពូក5ខ11នេះហើយជាសេចក្តីបន្ទាល់នោះគឺថាព្រះទ្រង់បានប្រទានជីវិតដល់នៅអស់កលជានិច្ចមកយើងរាល់គ្នាហើយជីវិតនោះគឺនៅក្នុងព្រះរាជបុត្រានៃទ្រង់គម្ពីរម៉ាថាយជំពូក7ខ7ចូលសូមនោះតែងនឹងឲ្យមកអ្នកចូលរកនោះតែងនឹងឃើញចូលគោះនោះតែងនឹងបើកឲ្យអ្នកត្រង់ពេលខ្ញុំមកទីសាព្រះមកទ្រង់ធ្វើចលនាអធិស្ឋានឲ្យធ្វើអ្វីដែលដៃខ្ញុំធ្វើមិនបានត្រង់ពេលខ្ញុំមកទីសាទ្រង់គង់ត្រូវបានរើចេញលើវិ
ជាសេចក្តីសន្យារបស់ព្រះចំពោះអស់លោកអ្នកដែលបានឮព្រះបន្ទូលសន្យាទាំងនេះខ្ញុំសូមអធិដ្ឋានដល់បងប្អូនទាំងអស់គ្នាពីអ្វីដែលលោកអ្នកប៉ះទង្គិចនឹងការឈឺចាប់ឬត្រូវរងសម្ពាធរៀងរាល់ថ្ងៃសូមឲ្យភាពងងឹតទាំងនោះបានជានឹងធូរសះស្បើយព្រះទ្រង់មិនដែលទុកឲ្យលោកអ្នកជួបបញ្ហាម្នាក់ឯងទេសូមទុកចិត្តលើព្រះបន្ទូលទ្រង់ចុះសូមប្រកាសនៅសេចក្តីសន្យារបស់ទ្រង់ដែលនៅជាប់នឹងព្រះយេស៊ូវគ្រីស្ទជាប់នឹងព្រះបន្ទូលទ្រង់ចុះសូមព្រះប្រទានពរដល់លោកអ្នកបងប្អូនដែលជឿទុកចិត្តលើព្រះនិងព្រះបន្ទូលទ្រង់កាលណាទុកលំបានសងកត់ជាខ្លាំងប៉ុនពេហើយមើលទៅទាំងអស់ខូចខាតគូមានសងវេចូលរាប់ព្រះពរទ្រង់ផ្ដល់រាប់មួយម្ដងនោះនឹងអរឡើងដោយឃើញព្រះគុណព្រះអង្គចូលរាប់ព្រះពរដោយរាយរាប់មួយម្ដងចូលរាប់ព្រះពរនឹកពីគុណព្រះអង្គចូលរាប់ព្រះពរដោយរាយរាប់មួយម្ដងចូលរាប់ព្រះពរក្រក្រៃជាគុណនៃព្រះអង្គសូមព្រះប្រទានពរឲ្យលោកអ្នកបានប្រកបដោយព្រះគុណនិងសេចក្តីស្រឡាញ់ពីព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះ